សួស្តីពុកម៉ែបងប្អូនថ្ងៃនេះយើងមកជួបជាមួយចុងភៅដៃថ្មីទៀតហើយថ្ងៃនេះកូនគេក្លៀនហូបមាន់ដិតកូកាបងប្អូនណាហើយយើងក៏មកធ្វើមាន់ដិតកូកាមួយទៅថ្ងៃមុនធ្វើម្ដងហើយតាំងពីយូរឆ្នាំហើយតែគាត់ក្លៀនហូបទៀតអញ្ចឹងដោយសារតែខ្ញុំរវល់ខ្ញុំអត់មានពេលបានធ្វើអញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើហើយអានេះខ្ញុំដាក់មកកែវជាពេលល្ងាចតែមើលវិជាតិប៉ុណ្ណាមាន់ដិតកូកានឹងបានតកូនវាចូលចិត្តហូបម្លេះហើយមាន់ដិតកូកានេះវាជាតិខុសប្លែកពីយើងដិតធម្មតាបងប្អូនណាយើងយកមាន់ស្រែមួយដែលមានអាច1គីឡូឡើងអញ្ចឹងណាពុកម៉ែបងប្អូនកូនរបស់ខ្ញុំវាចូលចិត្តហូបទឹកផ្លូវទេមាន់មកទូកនោះក៏វាមិនដឹងហូបទេដឹងតែចុចនឹងតលេងញ៉ែគេហ្នឹងឯងហើយបន្ទាប់ធំនេះគឺគាត់ហូបសឹងតែផ្លូវ2ម្នាក់ឯងហើយនេះក៏សាច់មាន់គឺដឹងថាវាជាតិអេម្ដងវាក្រហមល្អអញ្ចឹងណាពុកម៉ែបងប្អូនអានេះមិនមែន AI ទេបងប្អូនអានេះរូបពិតយើងដិតមែនទេធ្វើមែនទេបងប្អូនវាមិនមែនលក្ខណៈ AI ទេហើយនិយម AI ពីដើមមិញគឺវាមិនមែនទេហើយមាន់ដិតកូកាអត់ប្រហែលទេបងប្អូនយើងមានមាន់មួយមកដោយសារតែមាន់នេះវាមានគ្រឿងផ្សំដូចជារំដេងស្លឹកក្រូចហ្នឹងបងប្អូនខ្ទឹមសខ្ទឹមក្រហមអញ្ចឹងបងប្អូនយើងបកវាល្អិតមកយើងរួយទឹកប្រេងខ្យងហើយជាមួយទឹកស្អែវទឹកត្រីយើងប្រឡាក់វាច្បល់ចូលឲ្យវាចូលជាតិអញ្ចឹងបងប្អូនហើយយើងដាក់វាមកស្ទុះទៅហើយវាខ្លះយើងទុកវាមកស្ទុះក៏បានហើយឲ្យវាចូលជាតិតែខ្ញុំអត់ទុកទេបងប្អូនយើងដាក់វាតែម្ដងហើយបន្ទាប់មកយើងទ្រាប់ជាមួយប្រេងឆាខាងក្រោមបងប្អូនយើងមិនដាក់ប្រេងឆាទេប៉ុន្តែយើងទ្រាប់ឲ្យវាមានជាតិវាចូលទៅវាដិតណាបងប្អូនអញ្ចឹងយើងដាក់វាមកស្ទុះដើម្បីឲ្យវានេះយើងចាប់ដើមយកកូកាមកកងយើងដាក់មកឲ្យច្រើនអញ្ចឹងបងប្អូនខ្ញុំដាក់រួចហើយតែខ្ញុំថែមពីក្រោយតិចណាអញ្ចឹងមកស្ទុះវានឹងក្រហមបងប្អូនណាបន្លែអីយើងកុំដាក់ចូលតែដាក់ចូលវាអត់បាត់នឹងពណ៌ក្រហមហ្នឹងណាវាអត់ក្រហមល្អនេះក្រហមងាវrồiហើយបន្លែយើងយកមាន់នឹងចេញមកយើងចាំដាក់ស្រោះជាមួយបន្លែស្ពៃបងប្អូនចូលចិត្តស្ពៃអីចឹងយើងចូលចិត្តបែបងាយអញ្ចឹងហើយមិនរបស់យើងគឺឆ្អិនល្អបងប្អូនណានេះមើលទៅដឹងហើយគឺថាស្លក់តក់ដឹងតែរសជាតិអេមផ្អែមបងប្អូនហើយមុខម្ហូបមុខនេះបើសិនជាបងប្អូននិយមគ្រប់ត្រូលគឺក៏ចូលចិត្តហើយបងប្អូនអាចមើលវីដេអូនេះពីដើមដល់ចប់អាចនឹងធ្វើបានពុកម៉ែបងប្អូនពោះមុខម្ហូបនេះគឺវាធានាតែអេមហើយមុនដំបូងយើងរៀបចំមកវាអេមដែរអញ្ចឹងបងប្អូនហ្នឹងហើយបងប្អូនមុខម្ហូបនេះគឺរួចរាល់ហើយអរគុណជួបគ្នានៅវីដេអូក្រោយ